កម្ពុជាបានបង្ហាញពីសមត្ថភាពរដ្ឋក្នុងការគ្រប់គ្រងវិបត្តិជាច្រើនដូចជាការគ្រប់គ្រង COVID-19 ការរក្សាស្ថិរភាពសេដ្ឋកិច្ចក្រោមសម្ពាធអន្តរជាតិនិងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ2022ស្វាគមន៍មកកាន់ The Mask ថ្ងៃនេះខ្ញុំនឹងលើកឡើងក្រុមប្រធានបទ4គឺទី1អំណាចទី2ការគ្រប់គ្រងទី3ការយល់ដឹងរបស់ប្រជាជនទី4យុទ្ធសាស្ត្រនយោបាយកម្ពុជាហើយខ្ញុំនឹងលម្អិតនៅក្នុងវីដេអូនេះប្រទេសមួយមិនរឹងមាំដោយសារអំណាចរដ្ឋប៉ុណ្ណោះទេប៉ុន្តែរឹងមាំដោយសារប្រជាជនដែលយល់ពីចំណេះដឹងនៃអំណាចនោះនេះមិនមែនជាសម្រងសុភាសិតទេប៉ុន្តែជាគោលការណ៍មូលដ្ឋាននៃវិទ្យាសាស្ត្រនយោបាយសម័យទំនើបទី1អំណាចមានន័យថាការគ្រប់គ្រងទៅការទទួលស្គាល់ទស្សនវិជ្ជានយោបាយ Max Weber ដែលជាអ្នកសង្គមវិទ្យាសម័យទំនើបបញ្ជាក់ថាអំណាចមានសុពលភាពពិតប្រាកដពេលដែលវាទទួលស្គាល់ថាស្របច្បាប់អំណាចដែលជាឧបករណ៍បង្ខំអាចបន្តបានមួយរយៈប៉ុន្តែមិនអាចបង្កើនសមត្ថភាពឬស្ថិរភាពយូរអង្វែងទេនៅកម្ពុជាអំណាចនយោបាយក្រោយឆ្នាំ1993បង្កើតឡើងពីការបោះឆ្នោតនិងការរៀបចំរដ្ឋធម្មនុញ្ញការឈ្នះជាបន្តបន្ទាប់របស់សម្ដេចតេជោហ៊ុនសែនបានបង្កើតស្ថិរភាពនយោបាយយូរអង្វែងទោះយ៉ាងណាស្ថិរភាពនោះមិនពឹងផ្អែកលើរចនាសម្ព័ន្ធអំណាចប៉ុណ្ណោះទេតែត្រូវការយល់ដឹងនិងការចូលរួមពីប្រជាជនផងដែរអំណាចដែលប្រជាជនយល់ដឹងគឺជាអំណាចដែលអាចប្រើត្រួតពិនិត្យបានហើយអំណាចដែលត្រូវបានត្រួតពិនិត្យគឺជាអំណាចដែលអាចអភិវឌ្ឍបានទី2ការគ្រប់គ្រងមានន័យថាគឺជាការបញ្ជាទៅការប្រតិបត្តិអ្នកវិភាគទូរទស្សន៍ល្បីលើโลกជាច្រើនដូចជា Mr. Farid និង Mr. Francis បានលើកឡើងថាការគ្រប់គ្រងល្អមិនស្មើនឹងប្រជាធិបតេយ្យបែបប្រកួតប្រជែងតែប៉ុណ្ណោះទេប៉ុន្តែស្មើនឹងសមត្ថភាពរបស់រដ្ឋសមត្ថភាពក្នុងការអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាពកម្ពុជាបានបង្ហាញពីសមត្ថភាពរដ្ឋក្នុងការគ្រប់គ្រងវិបត្តិជាច្រើនដូចជាការគ្រប់គ្រង COVID-19 ការរក្សាស្ថិរភាពសេដ្ឋកិច្ចក្រោមសម្ពាធអន្តរជាតិនិងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ2022ប៉ុន្តែសំណួរសំខាន់គឺតើប្រជាជនយល់ដឹងនិងចូលរួមក្នុងការវិយតម្លៃនយោបាយទាំងនេះដល់កម្រិតណានៅលើវិស័យអ្វីខ្លះហើយពួកគេពេញចិត្តការដឹកនាំដល់កម្រិតណាការគ្រប់គ្រងដែលខ្វះការយល់ដឹងសាធារណៈនឹងបង្កើតភាពស្ងប់ស្ងាត់ប៉ុន្តែមិនបង្កើតការយល់ព្រមជាការពិតជាក់ស្ដែងប្រជាជនកម្ពុជាជាច្រើនជ្រើសរើសសំងំស្ងៀមនិងបិទមាត់ទី3ការយល់ដឹងរបស់ប្រជាជនមានន័យថាគឺជាអំណាចទី3ដែលអាចមើលមិនឃើញក្នុងទ្រឹស្ដីនយោបាយលោក Joseph អំណាចមិនមានតែ hard power ប៉ុណ្ណោះទេប៉ុន្តែក៏មាន soft power ផងដែរសមត្ថភាពក្នុងការប៉ះពាល់តាមរយៈការតាក់ទាញនិងការយល់ព្រមប្រជាជនកម្ពុជាមានការយល់ដឹងអាចបំបែកព័ត៌មានមិនពិតនិងព័ត៌មានបំភាន់អាចត្រួតពិនិត្យអំណាចដោយសន្តិវិធីអាចបង្កើតសម្ពាធសង្គមដើម្បីកែលម្អគោលនយោបាយនិងការគ្រប់គ្រងរដ្ឋឧទាហរណ៍ជាក់ស្ដែងនយោបាយខ្មែរការកើតឡើងនៃការចូលរួមលើបណ្ដាញសង្គមបានធ្វើឲ្យអំណាចនយោបាយមិនអាចដើរតាមគន្លងបុរាណដដែលទេសេចក្តីថ្លែងការណ៍ឬគោលនយោបាយណាមួយដែលប៉ះពាល់ដល់ប្រយោជន៍សាធារណៈហើយព័ត៌មានបំពុលសង្គមដែលមានការរៀបចំខ្លះៗអាចនឹងត្រូវវិភាគឬរិះគន់ភ្លាមដែរនេះជាការផ្លាស់ប្ដូរពីអំណាចផ្ដាច់ការដោយព័ត៌មានទៅអំណាចដែលត្រូវរស់ក្រោមភ្នែកសាធារណៈដែលជាជំរើសមួយថ្មីក្រៅផ្លូវការតែចាំបាច់ត្រូវឆ្លើយតបទី4យុទ្ធសាស្ត្រនយោបាយមានន័យថាគឺជាការរួមបញ្ចូលអំណាចនិងការយល់ដឹងការរីកចម្រើននយោបាយកម្ពុជាមិនមានសម្រាប់បានដោយការកែលម្អរចនាសម្ព័ន្ធរដ្ឋនិងបញ្ចូលតែសមាជិកតែប៉ុណ្ណោះទេវាត្រូវប្រយុទ្ធនឹងយុទ្ធសាស្ត្រចំនួន3ទី1បង្កើនសមត្ថភាពរដ្ឋប្រព័ន្ធស្របច្បាប់ប្រព័ន្ធយុតិធធម៌និងប្រព័ន្ធរដ្ឋបាលដែលមានប្រសិទ្ធភាពរួមនឹងការជ្រើសរើសអ្នកមានសមត្ថភាពពិតទី2បង្កើតការអប់រំនយោបាយសាធារណៈប្រជាជនត្រូវយល់ដឹងពីរដ្ឋធម្មនុញ្ញសិទ្ធិនិងកាតព្វកិច្ច
ដែលជាផ្នែកសំខាន់ក្នុងការចូលរួមសកម្មភាពក្នុងសង្គមដោយប្រសិទ្ធភាពនិងប្រសិទ្ធផលទី3បង្កើតវេទិកាឆ្លើយតបរដ្ឋត្រូវអនុញ្ញាតឲ្យមានការរិះគន់ប្រកបដោយសុចរិតមិនមែនចាំតែឆ្លើយតបក្នុងការងាររដ្ឋគ្នាឯងរួចបន្ទោសប្រជាជននោះទេការស្ថាបនាអំណាចលើគោលការណ៍ទាំងនេះនឹងបង្កើតអ្វីដែលអ្នកវិភាគអន្តរជាតិហៅថាអភិបាលកិច្ចដែលអាចបត់បែនបានគឺជារដ្ឋដែលអាចទ្រាំទ្រវិបត្តិដោយមិនបាត់បង់ភាពស្របច្បាប់សេចក្តីសន្និដ្ឋានអំណាចគ្មានការយល់ដឹងគឺជាអំណាចដែលខ្វះជីវិតហើយការយល់ដឹងគ្មានរចនាសម្ព័ន្ធគឺជាអារម្មណ៍គ្មានទិសដៅកម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមលើការកសាងសមត្ថភាពរដ្ឋនិងប្រជាពលរដ្ឋដែលជាកម្លាំងរបស់រដ្ឋកម្ពុជានៅចំចំណុចផ្លាស់ប្ដូរប្រវត្តិសាស្ត្រមួយពីស្ថិរភាពទៅការប្រកួតប្រជែងគុណភាពនិងកំពុងបំពេញភាពជាម្ចាស់ការលើបញ្ហាជាតិនិយមដោយការជំរុញលើផលក្នុងស្រុកប្រទេសដែលរឹងមាំគឺមិនមែនជាប្រទេសដែលមានអំណាចខ្លាំងបំផុតទេប៉ុន្តែជាប្រទេសដែលប្រជាជនយល់ដឹងពីអំណាចហើយអំណាចក៏យល់ដឹងពីប្រជាជនទាំងនោះគឺជាគន្លឹះពិតនៃការរីកចម្រើននយោបាយកម្ពុជាពីខ្ញុំដាម៉ាស់ជួបគ្នានៅវីដេអូក្រោយ